បាទជំរាបសួរនិងសួស្តីទៅកាន់អ្នកមើលទាំងអស់គ្នាបងប្អូនហ្នឹងហើយខ្ញុំឲ្យតែពេលទំនេរចូលចិត្តចូលម៉ាតឡើងផ្សារទំនើបបងប្អូនហើយថ្ងៃមុនខ្ញុំបានទៅម៉ាតមួយធំមានលក់របស់របរឲ្យបានជាច្រើនបងប្អូនហ្នឹងហើយមានលក់ខោអាវស្លៀកបំពាក់និយាយទៅនៅក្នុងហ្នឹងគឺមានគ្រប់មុខទាំងអស់គ្រប់សពទាំងអស់អញ្ចឹងណាបងប្អូនហើយដូចជាការវេចខ្ចប់របស់គេគឺគេវេចខ្ចប់បានស្អាតបងប្អូននិយាយទៅគេវេចខ្ចប់ដាក់តាមគីឡូអញ្ចឹងហើយគេដាក់តម្លៃនៅនឹងស្រេចគេបិទតម្លៃនៅនឹងស្រេចអញ្ចឹងបងប្អូនហើយដូចជាមឹកនេះក៏គេក្លាសេសួរអញ្ចឹងប៉ុន្តែពេលដែលលក់ដល់គេដាក់ក្នុងទូកកអញ្ចឹងបងប្អូនឲ្យកកអញ្ចឹងអត់ខូចទុកបានយូរបងប្អូនរាប់ខែហើយតម្លៃពេលដែលគេទុកយូរអញ្ចឹងគឺវាធ្លាក់ចុះតាមនឹងដែរបងប្អូនហើយដូចងាវដូចអីគឺគេខ្ចប់សអញ្ចឹងហើយគេដាក់ក្នុងទូតិចតិចអញ្ចឹងណាបងប្អូនហើយតម្លៃគេបិទនៅនឹងស្រេចហើយដូចសាច់គោនេះគឺមានតាមគីឡូតាមប្រភេទសាច់គោរបស់អាមេរិកសាច់គោរបស់កូរ៉េអញ្ចឹងណាបងប្អូនហើយគេវិចខ្ចប់គេបិទតម្លៃហើយកាលណានៅរៀងយូរតិចគេបញ្ចុះតម្លៃហើយនៅក្នុងម៉ាតហ្នឹងមួយគេកាម៉ាតមួយសុំទោសបាទនៅក្នុងម៉ាតមួយគេមានកាតសម្រាប់ទិញអីវ៉ាន់ក្នុងម៉ាតគឺអ៊ីម៉ាតហ្នឹងគេធ្វើឲ្យបងប្អូនរបស់អតិថិជនដែលឯងចូលនិយមចូលម៉ាតអញ្ចឹងណាបងប្អូនហ្នឹងហើយបើមានការអ៊ីម៉ាតហ្នឹងគឺទិញអីវ៉ាន់គេបញ្ចុះតម្លៃឲ្យអញ្ចឹងណាដូចជា50%អីចឹងទៅតែបើអត់មានទេមានការធនាគារគឺគេគិតតម្លៃពេញអញ្ចឹងណាបងប្អូនហើយដូចជាប្រភេទសាច់គោនេះគឺគេដាក់ដូចជាអូបេក្រាមយូបេក្រាមអីចឹងណាបងប្អូនហ្នឹងហើយតម្លៃគេគិតតាមហ្នឹងហើយសាច់ជ្រូកសាច់គោនិយាយទៅមានគ្រប់ប្រភេទហើយសាច់គេហ្នឹងមានប្រភេទសាច់កិនសាច់ហាន់ផ្ទះស្ដើងសាច់ជាលក្ខណៈធ្វើស្តេកធ្វើក៏មានដែរហើយនេះសាច់ជ្រូកជាលក្ខណៈហាន់ដុំសម្រាប់ឆាសម្រាប់ឡយយើងខ្ញុំដល់ឆាស្រេចឆាហ្មងបងប្អូនហើយផ្លែឈើគេជ្រក់ដាក់តម្លៃតាមគីឡូយើងចង់ហើយកជ្រក់ស្រេចក៏បានយើងចង់ហើខ្លួនឯងក៏បានហើយចំណែកទូមួយនេះគឺទូសាច់ជ្រូកបងប្អូនមានអំពីសាច់ផ្លូវសាច់3ជាន់សាច់ចង្កនីហើយនឹងមានមាន់ប្រភេទមាន់ក្រេអាខ្ចីទូហ្នឹង16000ហើយសាច់ជ្រូកហ្នឹងគេមានដាក់តម្លៃជាលក្ខណៈតម្លៃដូចជា1គីឡូគេដាក់10000ជាង11000 12000អញ្ចឹងទៅហើយក៏មានដូចនេះសាច់ជាប់ចង្កនីនេះតម្លៃតែ10000ជាងបងប្អូនហ្នឹងតែ10000ជាងទេហើយនឹងមានសាច់ផ្លូវសាច់អីគឺល្អសាច់នៅក្នុងអ៊ីម៉ាននិយាយទៅហើយប្រភេទវាសាច់វាគឺសាច់ផុយអញ្ចឹងណាបងប្អូនហើយតែបើទិញនៅតាមផ្សារដូចជាផ្សារណាត់ផ្សារអីគេហៅផ្សារណាត់ចឹងហើយអាហ្នឹងតម្លៃយើងទិញសាច់ល្អសាច់ផ្លូវតម្លៃថោកតែបើសាច់3ជាន់តម្លៃថ្លៃខ្ញុំមិនដឹងមិនដែរសាច់គោហើយនឹងសាច់ជ្រូកនៅកូរ៉េគឺសាច់ដែលល្អគឺថោកតែបើសាច់ដូចជាសាច់ផ្ទះចង្កនីសាច់ផាំងពោះអីគឺមិនទៅលូកទេសាច់គោសាច់ផាំងពោះអីមិនទៅលូកទេតែសាច់ផ្លូវតាម10000ជាង20000តែសាច់ផាំងពោះមិនក៏30000ទៅ40000 30000ជាងទៅ40000សាច់ផាំងពោះហើយសម្រាប់សាច់ជ្រូកគឺដូចគ្នាបងប្អូនសាច់ផ្លូវសាច់អីគឺថោកប៉ុន្តែសាច់3ជាន់មិនលូកមិនក៏30000ដែរហើយបងប្អូនហ្នឹងហើយខ្ញុំឲ្យទៅពេលទៅនេះចូលចិត្តដើរក្នុងម៉ាតបងប្អូនហ្នឹងហើយជនជាតិកូរ៉េឲ្យតែថ្ងៃសៅរ៍ថ្ងៃអាទិត្យពេលទៅនេះឬក៏ថ្ងៃដែលឈប់សម្រាប់ពីការងារហ្នឹងគាត់ចូលចិត្តទៅទិញអីវ៉ាន់នៅក្នុងម៉ាតអញ្ចឹងណាបងប្អូនចូលចិត្តទៅទិញអីវ៉ាន់នៅក្នុងម៉ាតវាតម្លៃថោកសមរម្យអញ្ចឹងហើយគេមានការបញ្ចុះតម្លៃដោយសារតែគេមានការអ៊ីម៉ាតអញ្ចឹងណាបងប្អូនហ្នឹងហើយខ្ញុំឲ្យតែបានចូលអ៊ីម៉ាតហ្នឹងគឺសុខចិត្តហើយនឹងដើរផ្សារទំនើបចូលចិត្តដើរមើលទោះមិនមានលុយទិញក៏អាចដើរមើលបានអញ្ចឹងណាបងប្អូនហ្នឹងអាចដើរមើលបានអញ្ចឹងចេះដើរមើលទៅឲ្យនៅផ្ទះដេកពេកក៏គេងពេកក៏វាឈឺខ្លួនណាបងប្អូនអញ្ចឹងមកយើងសុខចិត្តយកពេលទៅនេះហ្នឹងដើរមើលរបស់របរនឹងការរៀបចំនៅក្នុងអ៊ីម៉ាតគេរៀបចំយ៉ាងម៉េចណាបងប្អូនបាយអញ្ចឹងមានតែប៉ុណ្្នឹងទេ